សហរដ្ឋអាមេរិកចង់ដើរផ្លូវចាស់ហើយផ្លូវដែលលោកដូណាល់ត្រាំបានដើរនៅវេណេស៊ុយអេឡាបើដឹកចេញមិនបានមានតែដណ្ដើមយកតែម្ដងមុននេះបន្តិចលោកដូណាល់ត្រាំបានប្រកាសដណ្ដើមយកប្រេងនិងកោះខាករបស់អ៊ីរ៉ង់ព្រឹត្តិការណ៍សង្គ្រាមមហាអំណាចបានឈានដល់ចំណុចកំពូលថ្មីមួយទៀតនៅថ្ងៃច័ន្ទទី30ខែមីនាឆ្នាំ2026នេះនៅពេលដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងប្រាប់កាសែត The Financial Times យ៉ាងច្បាស់អំពីមហិច្ឆតានៅក្នុងការដណ្ដើមយកប្រេងពីប្រទេសអ៊ីរ៉ង់និងគ្រោងកាន់កាប់មជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់បំផុតគឺកោះខាកលោកត្រាំបានបញ្ជាក់យ៉ាងមុតមាំថាការកាន់កាប់កោះនេះអាចធ្វើទៅបានយ៉ាងងាយស្រួលបំផុតពីព្រោះលោកជឿជាក់ថាអ៊ីរ៉ង់គ្មានប្រព័ន្ធការពារដែនទឹកមាំមួនឡើយហើយលោកបានប្រៀបធៀបយុទ្ធសាស្ត្រនេះទៅនឹងអ្វីដែលអាមេរិកបានធ្វើនៅវេណេស៊ុយអេឡាគឺការគ្រប់គ្រងឧស្សាហកម្មប្រេងដោយគ្មានកំណត់ទោះជាយ៉ាងណាក៏ដោយការប្រកាសនេះបានបង្កឲ្យមានការជជែកដេញដោលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកខណៈដែលលោកដូណាល់ត្រាំបានហៅអ្នកដែលរិះគន់ផែនការនេះថាជាមនុស្សល្ងងប៉ុន្តែលោកក៏បានបង្ហើបថាការចរចាតាមរយៈអ្នកតំណាងប៉ាគីស្ថានកំពុងតែដំណើរការទៅមុខយ៉ាងរលូនទោះបីជាអាមេរិកបានទម្លាក់គ្រាប់បែកទៅលើគោលដៅជាង 13,000 កន្លែងរួចមកហើយក៏ដោយស្របពេលដែលមេដឹកនាំអាមេរិកកំពុងតែសម្លឹងមើលអំពីធនធានប្រេងស្ថានភាពសន្តិសុខសម្រាប់ប្រជាពលរដ្ឋអាមេរិកនៅក្នុងតំបន់បានធ្លាក់ចុះដល់កម្រិតអាសន្នបំផុតបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានដាក់អវសានវិទ្យយ៉ាងរន្ធត់ថាខ្លួននឹងសងសឹកនៅលើសាកលវិទ្យាល័យអាមេរិកនៅទូទាំងមជ្ឈមបូព៌ាប្រសិនបើវ៉ាស៊ីនតោនមិនថ្កោលទោសនៅការទម្លាក់គ្រាប់បែកលើសាកលវិទ្យាល័យអ៊ីរ៉ង់ត្រឹមម៉ោង 12 ថ្ងៃត្រង់នៃថ្ងៃច័ន្ទនេះតទៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាត់ដាតបានចេញសេចក្តីប្រកាសអាសន្នភ្លាមដោយបង្គាប់ឲ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ពីព្រោះមានការព្រួយបារម្ភអំពីការចាប់ជំរិតនិងការវាយប្រហារទៅលើគោលដៅស៊ីវិលរួមមានសាកលវិទ្យាល័យនៅបាត់ដាតសូឡៃម៉ានីយ៉ានិងដូហុកក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលនិងសន្តាគារនានាស្ថានភាពនេះកាន់តែអាក្រក់ទៅហើយនៅពេលដែលក្រុមអេបូឡានៅលីបង់បានបើកដោយការវាយប្រហារដោយរ៉ុកកែតនិងដ្រូនជាបន្តបន្ទាប់ទៅលើភូមិសាស្ត្រនិងបន្ទាយយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់កាលីលីនៃភាគខាងលិចនិងចំពេលដែលមេឃមជ្ឈមបូព៌ាកំពុងតែគ្របដណ្ដប់ដោយគ្រាប់មីស៊ីលនិងដ្រូនឈានចូលមកដល់ផលប៉ះពាល់សេដ្ឋកិច្ចសកលវិញវិបត្តិថាមពលបានបង្ខំឲ្យរដ្ឋាភិបាលអូស្ត្រាលីសម្រេចចិត្តយ៉ាងដាច់អហង្ការនៅក្នុងការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈពាក់កណ្ដាលមកត្រឹមតែ26 សេននៅក្នុង1លីត្រដើម្បីសម្រាលបន្ទុកប្រជាជនដែលកំពុងតែរងសម្ពាធអំពីតម្លៃទំនិញឡើងថ្លៃនាយករដ្ឋមន្ត្រីអូស្ត្រាលីលោកអាំងថូនីអាបានេស៊ីបានជំរុញឲ្យពលរដ្ឋប្រើប្រាស់នៅការដឹកជញ្ជូនសាធារណៈដើម្បីសន្សំសំចៃប្រេងសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ដែលកំពុងតែត្រូវការចាំបាច់បំផុតទន្ទឹមនឹងនេះលោកដូណាល់ត្រាំក៏បានផ្ញើសារព្រមានទៅកាន់អ៊ីរ៉ង់ថាប្រសិនបើពួកគេព្យាយាមគិតថ្លៃផ្លូវឬក៏បិទច្រកសមុទ្រអកមោសនេះបន្តទៅទៀតនោះអាមេរិកនឹងប្រើប្រាស់កម្លាំងយោធាបិទប្រតិបត្តិការនេះវិញនៅក្នុងរយៈពេលតែ2នាទីប៉ុណ្ណោះលោកបានសង្កត់ធ្ងន់ថាអារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងអ៊ីរ៉ង់យ៉ាងសស្រាក់សស្រាំហើយអ៊ីរ៉ង់នឹងមិនមានប្រទេសដែលនៅសេសសល់ឡើយប្រសិនបើពួកគេមិនព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនោះដោយឡែកនៅក្នុងការវិវត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតលោកដូណាល់ត្រាំបានបង្ហាញអំពីការបត់បែនខាងនយោបាយយ៉ាងខ្លាំងដោយអនុញ្ញាតឲ្យនាវាទឹកប្រេងរបស់រុស្ស៊ីអាណាតូលីខូឡូតគីនដែលដឹកប្រេងឆៅជាង 73,000 បារ៉ែលចូលទៅចតនៅប្រទេសគុយបាដោយសេរីទោះបីជាកន្លងមកលោកបានបិទផ្លូវប្រេងយ៉ាងតឹងរឹងក៏ដោយលោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថាលោកគ្មានបញ្ហាទេប្រសិនបើរុស្ស៊ីចង់ផ្ញើប្រេងឲ្យគុយបានៅពេលនេះហើយនេះត្រូវបានគេយល់ថាគឺជាការបញ្ជៀសនៅចំនួនយោធាផ្ទាល់ជាមួយនឹង
និងរុស្ស៊ីលើលំហសមុទ្រការ៉ាអ៊ីបការសម្រេចចិត្តនេះបានផ្ដល់ដង្ហើមយ៉ាងសំខាន់ទៅដល់ប្រទេសគុយបាដែលកំពុងតែជួបវិបត្តិដាច់ចរន្តអគ្គិសនីនិងកង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរអស់រយៈពេល3ខែមកហើយបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេវ៉ាលោកម៉ាឌូរ៉ូជាសម្ព័ន្ធមិត្តផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ខ្លួនទោះបីជាមហាអំណាចកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅក៏ដោយលោកដូណាល់ត្រាំនៅតែអះអាងដោយមានមោទនភាពថាការផ្លាស់ប្ដូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានសម្រេចរួចជាស្រេចទៅហើយដោយសារតែថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ស្ទើរតែទាំងអស់នៅក្នុងកំឡុងពេលសង្គ្រាមលោកបានបញ្ជាក់ថាលោកកំពុងតែដោះស្រាយជាមួយនឹងក្រុមមនុស្សថ្មីដែលខុសពីមុនហើយលោកប្រកាសណាស់ថានឹងឈានដល់កិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សប៉ុន្តែលោកបានបញ្ចប់គោលដៅយោធាដែលនៅសេសសល់ប្រមាណជា 3000 កន្លែងទៀតជាមុនសិនទោះជាយ៉ាងណាក៏ដោយនៅក្នុងផ្ទៃក្នុងសហរដ្ឋអាមេរិកវិញការបែកបាក់គ្នាបានលេចឡើងយ៉ាងច្បាស់នៅក្នុងសន្និសីទអភិរក្សនិយម CPAC ដែលយុវជនចំនួនក្រោយបានចោទប្រកាន់លោកដូណាល់ត្រាំថាបានក្បត់នៅការសន្យាដោយនាំអាមេរិកចូលទៅក្នុងសង្គ្រាមបរទេសគណៈអ្នកអភិរក្សវ័យចំណាស់នៅតែបន្តគាំទ្រសកម្មភាពយោធានេះថាជាភាពចាំបាច់សម្រាប់សន្តិសុខជាតិប្រិយមិត្តទេសនិកជនជាទីមេត្រីបើពិនិត្យមើលទៅលើយុទ្ធសាស្ត្រយកប្រេងរបស់លោកដូណាល់ត្រាំនៅលើកោះខាតនាពេលនេះវាបានបង្ហាញឲ្យឃើញនូវការផ្លាស់ប្ដូរទម្រង់សង្គ្រាមពីការទប់ស្កាត់ផ្នែកសន្តិសុខមកជាសង្គ្រាមធនធានយ៉ាងពិតប្រាកដដែលវាមិនមែនគ្រាន់តែជាការចង់កំទេចរបបដឹកនាំអ៊ីរ៉ង់ប៉ុណ្ណោះទេប៉ុន្តែគឺជាការចង់គ្រប់គ្រងនៅចរន្តឈាមសេដ្ឋកិច្ចមជ្ឈិមបូព៌ាទាំងមូលតែម្ដងនៅក្នុងក្រសែភ្នែកអ្នកវិភាគភូមិសាស្ត្រនយោបាយការប្រើប្រាស់យុទ្ធសាស្ត្រកាត់ផ្ដាច់នៅចំណូលប្រេងនេះគឺជាការដាក់សម្ពាធកម្រិតអតិបរមាដែលធ្វើឲ្យអ៊ីរ៉ង់បាត់បង់លទ្ធភាពនៅក្នុងការទ្រទ្រង់កងទ័ពនិងក្រុមតំណាងរបស់ខ្លួននៅក្នុងតំបន់ទោះជាយ៉ាងណាក៏ដោយការដែលមហាអំណាចអាមេរិកហ៊ានប្រកាសកាន់កាប់ទ្រព្យសម្បត្តិជាតិរបស់ប្រទេសដទៃដោយចំហបែបនេះក៏កំពុងតែបង្កើតទៅជាគំរូថ្មីមួយនៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលធ្វើឲ្យបណ្ដាប្រទេសសត្រូវផ្សេងទៀតមានការប្រុងប្រយ័ត្ននិងអាចរុញច្រានឲ្យពួកគេងាកទៅចងសម្ព័ន្ធភាពយោធាជាមួយនឹងមហាអំណាចគូប្រជែងដូចជារុស្ស៊ីឬក៏ចិនកាន់តែស្អិតរមួតដើម្បីការពារឧស្សាហកម្មយុទ្ធសាស្ត្ររបស់ខ្លួនទន្ទឹមទៅនឹងការឡើងកម្ដៅមហិច្ឆតាដណ្ដើមប្រេងនេះការវិវត្តនៃចំនួនក៏បានឈានចូលដល់ដំណាក់កាលសង្គ្រាមចិត្តសាស្ត្រមកលើជនស៊ីវិលនិងស្ថាប័នអប់រំដែលជាសញ្ញាគ្រោះថ្នាក់បំផុតមួយនៃការរីករាលដាលអំពើហិង្សាដែលគ្មានដែនកំណត់ការដែលអ៊ីរ៉ង់ដាក់អសន្នវិទ្យសងសឹកលើសាកលវិទ្យាល័យអាមេរិកគឺជាការបញ្ជូនសារឆ្លើយតបវិញថាប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារមកលើប្រព័ន្ធអប់រំនិងធនធានមនុស្សរបស់ពួកគេនោះជីវិតពលរដ្ឋនិងបញ្ញវន្តអាមេរិកនៅទូទាំងតំបន់ក៏មិនមានសុវត្ថិភាពឡើយស្ថានភាពនេះបានឆ្លុះបញ្ចាំងថាសង្គ្រាមបច្ចុប្បន្នលែងមានបន្ទាត់ខណ្ឌចែកច្បាស់លាស់រវាងសមរភូមិយោធានិងតំបន់ស៊ីវិលទៀតហើយដែលវានឹងបង្កើតទៅជាសម្ពាធសន្តិសុខដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលលោកដូណាល់ត្រាំនៅក្នុងការការពារបុគ្គលិកការទូតនិងពលរដ្ឋរបស់ខ្លួនខណៈដែលកំពុងតែព្យាយាមសម្រេចគោលដៅសេដ្ឋកិច្ចនៅឯនាយសមុទ្រជាចុងក្រោយបើពិនិត្យទៅលើភាពបត់បែនរបស់អាមេរិកចំពោះនាវាទឹកប្រេងរុស្ស៊ីនៅគុយបាយើងអាចមើលឃើញអំពីយុទ្ធសាស្ត្រជ្រើសរើសសត្រូវដើម្បីវាយរបស់លោកដូណាល់ត្រាំដើម្បីបញ្ជៀសនូវការផ្ទុះសង្គ្រាមមហាអំណាចនុយក្លេអ៊ែរនៅក្នុងពេលតែមួយការអនុញ្ញាតឲ្យរុស្ស៊ីបញ្ជូនប្រេងទៅកាន់គុយបាបង្ហាញថាអាមេរិកមិនទាន់ចង់បើកសមរភូមិដោយផ្ទាល់ជាមួយនឹងវិមានក្រំឡាំងនៅក្នុងតំបន់ការ៉ាអ៊ីបនោះទេខណៈដែលដៃម្ខាងទៀតកំពុងតែជាប់រវល់យ៉ាងខ្លាំងនៅឯមជ្ឈមបូព៌ាសរុបមកស្ថិរភាពពិភពលោកនាពេលនេះហាក់បីដូចជាកំពុងតែព្យួរនៅលើសរសៃសូត្រនៃតុល្យភាពអំណាចថ្មីដែលមហាអំណាចនីមួយសុទ្ធតែហ៊ានបំពានច្បាប់អន្តរជាតិដើម្បីផលប្រយោជន៍រៀងៗខ្លួនសម្រាប់ប្រទេសដទៃទៀតរួមទាំងកម្ពុជាផងដែរការត្រៀមលក្ខណៈដោះស្រាយវិបត្តិថាមពលនិងការតាមដានស
ញ្ញានៃការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់គឺជាកិច្ចការចាំបាច់បំផុតពីព្រោះលទ្ធភាពនៃសមរភូមិនេះនឹងមិនកំណត់ជោគវាសនាសេដ្ឋកិច្ចសកលនៅក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខសូមអរគុណបងប្អូនប្រិយមិត្តទេសនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនា